ប្រទេសចិននិងរុស្ស៊ីនៅតែបដិញ្ញារួមគ្នាប្រឆាំងសហរដ្ឋអាមេរិកនិងលោកខាងលិចលោកប្រធានាធិបតីចិនស៊ីជីនពីងបានប្រាប់មេដឹកនាំរុស្ស៊ីវ្លាឌីមៀពូទីនកាលពីថ្ងៃប្រហ័សសប្តាហ៍នេះថាប្រទេសទាំងពីរគួរតែជាមិត្តដៃថែបគណៈមេដឹកនាំទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតថ្មីមួយនិងមានភាពម៉ឺងម៉ាត់ប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនិងលោកខាងលិចនៅឯកិច្ចពិភាក្សានៅវិមានក្រឹមឡាំងមេដឹកនាំទាំងពីរបានតាំងខ្លួនជាអ្នកការពារសណ្ដាប់ធ្នាប់ពិភពលោកថ្មីលែងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិកទៀតហើយនៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏វែងមួយមេដឹកនាំមហាអំណាចទាំងពីរបាននិយាយថាលោកទាំងពីរនឹងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យរួមទាំងទំនាក់ទំនងយោធានិងពង្រឹងការសម្របសម្រួលដើម្បីប្រឆាំងដាច់ខាតចំពោះផ្លូវរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសរុស្ស៊ីនិងចិនប្រទេសទាំងពីរបាននិយាយថាចំនួនអ៊ុយក្រែនអាចដោះស្រាយបានដោយគ្រាន់តែជំរះចេញប្រភពដើមហេតុរបស់វាជាឃ្លាដែលរុស្ស៊ីបានប្រើជាញឹកញាប់នៅពេលប្រកែកថាខ្លួនត្រូវបង្ខំឲ្យធ្វើសង្គ្រាមដើម្បីទប់ស្កាត់ការរំពឹងទុករបស់អ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធភាពយោធា NATO អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចបានឲ្យដឹងថានោះជាលេសមិនពិតសម្រាប់អ្វីដែលគេហៅថាជាការឈ្លានពានតាមបែបអធិរាជនិយមរបស់រុស្ស៊ីប៉ុណ្ណោះសេចក្តីថ្លែងការណ៍រួមក៏បាននិយាយផងដែរថារុស្ស៊ីនិងចិនមានបំណងដើរតួនាទីយ៉ាងសកម្មនៅក្នុងការដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចិននិងរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនិងបដិញ្ញាឆ្លើយតបការគំរាមកំហែងនេះរួមគ្នាចិននិងរុស្ស៊ីបានចោទសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័ស8ឧសភាឆ្នាំ2025ម្សិលមិញនេះពីបទបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរហើយបានបដិញ្ញារួមគ្នាដោះស្រាយការគំរាមកំហែងដោយបង្ហាញពីការកើនឡើងនៃការប្រជុំមកដាក់គ្នាជាយុទ្ធសាស្ត្ររបស់ចិននិងរុស្ស៊ីជាមួយនឹងទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីជំនួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនដែលធ្វើឡើងជាមួយនឹងប្រធានាធិបតីចិនស៊ីជីនពីងនៅក្នុងទីក្រុងមូស្គូប្រទេសទាំងពីរបានចេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីស្ថិរភាពយុទ្ធសាស្ត្រសកលនៅក្នុងនោះមេដឹកនាំទាំងពីរបានថ្កោលទោសគោលនយោបាយមួយចំនួនរបស់អាមេរិករួមទាំងការពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលពិភពលោកដូចជា Golden Dome ការបង្កើតយោធាលើលំហអាកាសនិងការចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរជាមួយសម្ព័ន្ធមិត្តសេចក្តីថ្លែងការណ៍បានព្រមានថាគោលនយោបាយរបស់សហរដ្ឋអាមេរិកបែបនេះបានស្វែងរកឧត្តមភាពយោធាដ៏លើសលប់និងសន្តិសុខជាយុទ្ធសាស្ត្រដ៏ម៉ឺងម៉ាត់ហើយកំពុងធ្វើឲ្យខូចដល់ស្ថិរភាពជាយុទ្ធសាស្ត្រសកលជំរុញឲ្យមានការរត់ប្រណាំងសពាវុធនិងបង្កើនសក្តានុពលចំនួនទាំងនៅក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងលើឆាកអន្តរជាតិទាំងមូលសេចក្តីថ្លែងការណ៍បានបន្ថែមថាភាគីទាំងពីរបានកត់សម្គាល់ពីក្តីបារម្ភនៃការធ្លាក់ចុះខ្លាំងផ្នែកទំនាក់ទំនងរវាងរដ្ឋនុយក្លេអ៊ែរទាំងពីរដែលក្នុងនោះករណីខ្លះបានកើនឡើងទៅជាការគំរាមកំហែងពីការផ្ទុះអាវុធដោយផ្ទាល់និងបញ្ហាប្រឈមជាច្រើនបានប្រមូលផ្ដុំនៅក្នុងវិស័យយុទ្ធសាស្ត្រហើយហានិភ័យនៃចំនួននុយក្លេអ៊ែរក៏បានកើនឡើងសហភាពរបស់ប្រទេសអ៊ុយក្រែនបានផ្ដល់នៅសច្ចាប័នលើកិច្ចព្រមព្រៀងរ៉ែជាមួយនឹងសហរដ្ឋអាមេរិកដោយរំពឹងថានឹងទទួលបានជំនួយជាសពាវុធបន្ថែមពីអាមេរិកមកកាន់អ៊ុយក្រែនសភារបស់អ៊ុយក្រែនបានបោះឆ្នោតកាលពីថ្ងៃប្រហ័សទី8ឧសភានៅក្នុងការគាំទ្រការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកជាកិច្ចព្រមព្រៀងដែលទីក្រុងគៀវសង្ឃឹមថានឹងទទួលបានជំនួយយោធានាពេលអនាគតពីទីក្រុងវ៉ាស៊ីនតោននៅក្នុងការប្រយុទ្ធប្រឆាំងវាយរុញច្រានកងទ័ពរុស្ស៊ីទោះបីជាមានក្តីបារម្ភដោយសមាជិកសភាអ៊ុយក្រែនមួយចំនួនអំពីថាតើរដ្ឋាភិបាលបានផ្ដល់ឲ្យពួកគេនៅព័ត៌មានទាំងអស់អំពីកិច្ចព្រមព្រៀងនេះនិងការសម្របសម្រួលមួយចំនួនរបស់ខ្លួនក៏ដោយសមាជិក338រូបបានបោះឆ្នោតគាំទ្រនៅក្នុងការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះដោយគ្មាននរណាម្នាក់ប្រឆាំងឡើយសមាជិកសភាមួយចំនួនបានលើកឡើងពីក្តីបារម្ភជុំវិញកង្វះព័ត៌មានលម្អិតនៃបទបញ្ញត្តិមួយចំនួននៃកិច្ចព្រមព្រៀងដូចជារបៀបមូលនិធិវិនិយោគដែលត្រូវបានរំពឹងទុកសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញនិងការគ្រប់គ្រងឬពីរបៀបដែលការរួមចំណែកណាមួយនឹងត្រូវធ្វើឡើងឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Sviridenko បានឆ្លើយតបនៅក្តីបារម្ភមួយចំនួននៅក្នុងសន្និសីទសារព័ត៌មានដោយនិយាយថាមូលនិធិវិនិយោគនឹងដំណើរការនៅក្នុងរយៈពេល 2-3 សប្តាហ៍ទៀតហើយភាពជោគជ័យរបស់ខ្លួននឹងអាស្រ័យលើកម្រិតនៃការចូលរួមរបស់សហរដ្ឋអាមេរិកកិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចុះហត្ថលេខាកាលពីខែមុននៅក្នុងទីក្រុងវ៉ាស៊ីនតោនផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅការចូលដំណើរការអនុគ្រោះដល់កិច្ចព្រមព្រៀងរ៉ែអ៊ុយក្រែនថ្មីនិងបង្កើតមូលនិធិវិនិយោគដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញសម្រាប់រយៈពេល10ឆ្នាំដំបូងស្របពេលដែលរុស្ស៊ីបានប្រារព្ធនៅទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី2របស់ខ្លួនខួបលើកទី80នោះរុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់ដាក់គ្នាអំពីការវាយប្រហារដែលបានកើតមានឡើងនៅក្នុងអំឡុងពេលដែលរុស្ស៊ីប្រកាសបទឈប់បាញ់3ថ្ងៃដោយចាប់ផ្ដើមអនុវត្តពីថ្ងៃ8ឧសភាម្សិលមិញមក
អ៊ុយក្រែននិងរុស្ស៊ីបានចោទគ្នាទៅវិញទៅមកថាបានបំពានបទឈប់បាញ់រយៈពេល3ថ្ងៃដែលត្រូវបានប្រកាសដោយលោកពូទីនកាលពីសប្តាហ៍មុនហើយបានចូលជាធរមានកាលពីថ្ងៃប្រហ័សទី8ឧសភាម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiha បានឲ្យដឹងថារុស្ស៊ីបានបំពានបទឈប់បាញ់734លើកចាប់តាំងពីបទឈប់បាញ់បានចាប់ផ្ដើមមកដោយបន្ថែមថាទីក្រុងមូស្គូបានអនុវត្តប្រតិបត្តិការវាយលុកចំនួន63ដងលោកបាននិយាយថាតួលេខទាំងនោះគឺសម្រាប់អំឡុងពេលពាក់កណ្ដាលអធ្រាត្រដល់ថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកប៉ុណ្ណោះទីក្រុងគៀវបានអះអាងថាការបំពានបានកើតឡើងនៅក្នុងតំបន់ភាគខាងជើងនិងភាគខាងកើតនៃទីក្រុងស៊ូមីរបស់អ៊ុយក្រែនការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថាមនុស្សម្នាក់បានស្លាប់និង2នាក់បានរងរបួសនៅពេលកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសទៅលើតំបន់លំនៅឋាននៅជិតព្រំដែននៅក្នុងតំបន់ស៊ូមីភាគឦសានប៉ុន្តែប៉ុន្មាននាទីបន្ទាប់ពីការចោទប្រកាន់ចេញពីលោក Sybiha ទីក្រុងមូស្គូនោះក៏បានឆ្លើយតបនឹងការអះអាងរបស់ខ្លួនប្រឆាំងនឹងទីក្រុងគៀវវិញដោយដកស្រង់ពីក្រសួងការពារជាតិរុស្ស៊ីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាអ៊ុយក្រែនបានបំពានបទឈប់បាញ់488លើកលោក Donald Trump បានអំពាវនាវមានបទឈប់បាញ់រយៈពេល30ថ្ងៃរវាងរុស្ស៊ីនិងអ៊ុយក្រែនដោយប្រមានអំពីការដាក់ទណ្ឌកម្មបន្ថែមលោក Donald Trump មេដឹកនាំសហរដ្ឋអាមេរិកបានអំពាវនាវកាលពីថ្ងៃប្រហ័ស8ឧសភាម្សិលមិញនេះតាមវេលានៃអាមេរិកឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល30ថ្ងៃរវាងភាគីចំនួនទាំងពីរគឺរុស្ស៊ីនិងអ៊ុយក្រែនដោយប្រមានថាទីក្រុងវ៉ាស៊ីនតោននិងដៃគូរបស់ខ្លួននឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតប្រសិនបើបទឈប់បាញ់នោះមិនត្រូវបានគោរពទេអ៊ុយក្រែនបានសម្ដែងការត្រៀមខ្លួនដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកដើម្បីអនុម័តបទឈប់បាញ់ជាបន្តរយៈពេល30ថ្ងៃគណៈរុស្ស៊ីបានស្នើសុំបទឈប់បាញ់តែ3ថ្ងៃប៉ុណ្ណោះដើម្បីឲ្យស្របពេលខួបលើកទី80នៃការបញ្ចប់សង្គ្រាមលោកលើកទី2នៅថ្ងៃប្រហ័សសប្តាហ៍នេះលោកត្រាំបាននិយាយនៅក្នុងការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមថាប្រសិនបើបទឈប់បាញ់30ថ្ងៃមិនត្រូវបានគោរពទេនោះសហរដ្ឋអាមេរិកនឹងដៃគូរបស់ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលោកបន្តថាបទឈប់បាញ់នេះនឹងកសាងផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពលោកត្រាំតែងតែនិយាយថាលោកចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែរដ្ឋបាលរបស់លោកក៏បានគម្រាមបោះបង់ការប៉ុនប៉ងរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងមួយដែរប្រសិនបើរុស្ស៊ីនិងអ៊ុយក្រែនមិនដើរទៅមុខប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃប្រហ័សថាលោកបានប្រាប់លោកត្រាំនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថាទីក្រុងគៀវបានត្រៀមជាស្រេចសម្រាប់បទឈប់បាញ់30ថ្ងៃជាមួយរុស្ស៊ីដែលអាចចាប់ផ្ដើមនៅនាទីនេះចំណែកប្រធានាធិបតីអាមេរិកលោក Donald Trump វិញហាក់មានការមិនសប្បាយចិត្តកាន់តែខ្លាំងជាមួយនឹងភាពជាប់គាំងនៃដំណើរការចរចាស្វែងរកសន្តិភាពសម្រាប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះដោយលោកបានប្រមានថាត្រូវតែមានសេចក្តីសម្រេចដែលអាចឈានទៅរកកិច្ចព្រមព្រៀងបាននៅក្នុងពេលឆាប់ៗនេះយោងតាមអនុប្រធានាធិបតីអាមេរិកលោក JD Vance បច្ចុប្បន្ននេះទីក្រុង Washington បានចាត់ទុកការទាមទាររបស់រុស្ស៊ីសម្រាប់ការបញ្ចប់ជម្លោះជារឿងមិនអាចទទួលយកបានថ្លែងនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំមួយនៅក្នុងទីក្រុង Washington កាលពីថ្ងៃពុធលោក Vance បាននិយាយថាភាគីរុស្ស៊ីកំពុងលើកសំណើជាច្រើននៃតម្រូវការជាក់លាក់និងសម្បទានដើម្បីបញ្ចប់ជម្លោះហើយអាមេរិកគិតថាពួកគេស្នើសុំច្រើនពេកហើយនៅពេលត្រូវស្នើឲ្យអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក Vance លោក Trump បានបង្ហើបនៅក្នុងសន្និសីទសារព័ត៌មានមួយថានេះអាចទៅរួចដែលថាការលើកឡើងរបស់អនុប្រធានាធិបតីលោកជារឿងត្រឹមត្រូវអិសរាជជនជាន់ខ្ពស់ក្នុងរដ្ឋបាលអាមេរិកបច្ចុប្បន្នរួមទាំងប្រធានាធិបតីអាមេរិកផ្ទាល់បានគម្រាមថាទីក្រុង Washington ប្រហែលជាត្រូវដើរចេញពីការព្យាយាមសម្របសម្រួលកិច្ចចរចាជុំវិញចំនួនអ៊ុយក្រែនប្រសិនបើវឌ្ឍនភាពគ្រប់គ្រាន់មិនកើតឡើងនោះតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថាទីក្រុង Washington បានរៀបចំនៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីដែលផ្ដោតទៅលើវិស័យថាមពលនិងធនាគាររបស់រុស្ស៊ីដែលអាចយកធ្វើជាថ្នូរនៅក្នុងកិច្ចពិភាក្សានេះសម្រាប់ប្រទេសអ៊ុយក្រែនវិញស្របពេលដែលកំពុងតែមានទំនោរនៃការផ្លាស់ប្ដូរផ្នែកភូមិសាស្ត្រនយោបាយជាពិសេសគឺការត្រៀមខ្លួនសម្រាប់ចូលទៅកាន់សហភាពអឺរ៉ុបនោះអ៊ុយក្រែនត្រូវបានគេមើលឃើញថាកំពុងតែងាកចេញពីប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកហើយងាកទៅកាន់តែខិតជិតប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបវិញដែលនេះគឺជាការធ្វើឲ្យស្របទៅនឹងអ្វីដែលមានការបែងចែកសម្រាប់ពាណិជ្ជកម្មសកលនៅពេលបច្ចុប្បន្នក៏ដូចជាទំនាក់ទំនងដែលកំពុងកើនឡើងជាមួយនឹងសហភាពអឺរ៉ុបដំណើរការចូលជាសមាជិកដ៏មានសក្តានុពលទៅក្នុងសហភាពអឺរ៉ុបជាការពង្រឹងតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងការធានាបាននូវសមត្ថភាពការពារជាតិភាពប្រែប្រួលកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារពិភពលោកនិងអាចកើតឡើងនៃការបែងចែកពាណិជ្ជកម្មសកលដែលកំពុងបង្ខំឲ្យធនាគារកណ្ដាលពិនិត្យមើលឡើងវិញថាតើប្រាក់អឺរ៉ូគួរតែជារូបិយប័ណ្ណយោងសម្រាប់ប្រាក់អធិស្ឋានគឺប្រាក់ហឺរីញ៉ារបស់អ៊ុយក្រែនជំនួសឲ្យប្រាក់ដុល្លារឬយ៉ាងណាលោកអធិស្ឋានគឺលោក Pisny
បាននិយាយបន្ថែមថាការងារនេះស្មុគស្មាញនិងទាមទារឲ្យមានការរៀបចំដែលមានគុណភាពខ្ពស់និងអាចប្រើប្រាស់បានប្រាក់ដុល្លារគ្របដណ្ដប់លើពាណិជ្ជកម្មអន្តរជាតិនិងគណនេយ្យសម្រាប់ភាគច្រើននៃទុនបំរុងពិភពលោកប្រទេសដែលមានសេដ្ឋកិច្ចសំខាន់រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតនិងក្រុងហុងកុងបានដាក់រូបិយប័ណ្ណរបស់ខ្លួនទៅជាប្រាក់ដុល្លារលោក JD Vance អនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានលើកឡើងថារឿងបញ្ហារវាងឥណ្ឌានិងប៉ាគីស្ថាននៅពេលនេះមិនមែនជារឿងរបស់សហរដ្ឋអាមេរិកឡើយអនុប្រធានាធិបតីអាមេរិកលោក JD Vance បាននិយាយនៅថ្ងៃប្រហោះ8ឧសភាថាឥណ្ឌានិងប៉ាគីស្ថានគួរតែកាត់បន្ថយភាពតានតឹងប៉ុន្តែលោកក៏បានបន្ថែមថាអាមេរិកមិនអាចគ្រប់គ្រងប្រទេសជិតខាងអាស៊ីដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះបានទេហើយសង្គ្រាមរវាងពួកគេនឹងមិនមែនជារឿងពាក់ព័ន្ធនឹងកិច្ចការរបស់អាមេរិកឡើយលោក Vance បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Fox News ថាសហរដ្ឋអាមេរិកចង់ឲ្យភាពតានតឹងនេះកាត់បន្ថយឲ្យបានលឿនតាមដែលអាចធ្វើទៅបានប៉ុន្តែអាមេរិកក៏មិនអាចគ្រប់គ្រងប្រទេសទាំងនេះបានដែរលោកបានបន្ថែមថាអ្វីដែលអាចធ្វើបាននៅពេលនេះគឺព្យាយាមលើកទឹកចិត្តភាគីទាំងអស់ឲ្យបន្ធូរបន្ថយភាពតានតឹងប៉ុន្តែទីក្រុង Washington នឹងមិនចូលរួមនៅក្នុងសង្គ្រាមដែលមិនមែនជារឿងរបស់អាមេរិកឡើយហើយក៏មិនមានអ្វីពាក់ព័ន្ធជាមួយនឹងសមត្ថភាពរបស់អាមេរិកក្នុងការអាចគ្រប់គ្រងរឿងនេះដែរគួរដឹងថាឥណ្ឌាបានក្លាយជាដៃគូកាន់តែសំខាន់របស់អាមេរិកខណៈទីក្រុង Washington ព្យាយាមទប់ឥទ្ធិពលចិននៅអាស៊ីចំណែកប៉ាគីស្ថានក៏នៅតែជាសម្ព័ន្ធមិត្តរបស់អាមេរិកទោះបីជាសារៈសំខាន់របស់ប្រទេសនេះសម្រាប់ទីក្រុង Washington បានថយចុះបន្តិចបន្ទាប់ពីការដកទ័ពអាមេរិកនៅឆ្នាំ2021ពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយទូរទស្សនិកជនឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិកឯនោះបានលើកឡើងថាប្រទេសដែលកំពុងមានវិវាទនឹងគ្នាទាំងពីរនេះគឺឥណ្ឌាប៉ាគីស្ថានមានទំនាក់ទំនងនៅក្នុងកម្រិតសន្តិសុខជាតិឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃប្រហោះទី8ឧសភាថាឥណ្ឌានិងប៉ាគីស្ថានមានទំនាក់ទំនងនៅក្នុងកម្រិតក្រុមប្រឹក្សាសន្តិសុខជាតិរៀងៗខ្លួននៅពេលដែលត្រូវបានសួរថាតើប្រទេសជិតខាងនៅអាស៊ីខាងត្បូងទាំងពីរដែលមានអាវុធនុយក្លេអ៊ែរនេះមានការសន្ទនាជាបន្តបន្ទាប់ដែរឬអត់ឯកអគ្គរដ្ឋទូតលោក Rizwan Said Sheikh បានអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ CNN ដែលលោកបាននិយាយថាការទទួលខុសត្រូវដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរអាស្រ័យលើប្រទេសឥណ្ឌាបន្ទាប់ពីការប៉ះទង្គិចគ្នានៅពេលនេះការទទួលខុសត្រូវសម្រាប់ការបន្ធូរបន្ថយភាពតានតឹងគឺស្ថិតនៅលើប្រទេសឥណ្ឌាប៉ុន្តែមានឧបសគ្គលើភាពអត់ធ្មត់ប៉ាគីស្ថានរក្សាសិទ្ធិនៅក្នុងការឆ្លើយតបវិញគណៈមានសម្ពាធគ្រប់គ្រាន់ពីមតិសាធារណៈចំពោះរដ្ឋាភិបាលដើម្បីឆ្លើយតបប្រទេសមហាអំណាចពិភពលោកជាច្រើនរួមទាំងអាមេរិកបានជំរុញឲ្យទីក្រុង New Delhi និងទីក្រុង Islamabad កាត់បន្ថយភាពតានតឹងនិងរក្សាទំនាក់ទំនងដោយបើកចំហជាមួយគ្នានេះទីក្រុង Washington បានអំពាវនាវឲ្យមានការសន្ទនាដោយផ្ទាល់វាទៅកាន់បញ្ហាតានតឹងរវាងអ៊ីស្រាអែលនិងក្រុមឧទាមហូធីនៅយេម៉ែនដែលនៅតែបន្តអ៊ីស្រាអែលបានព្រមានធ្វើការសងសឹកវិញចំពោះក្រុមឧទាមហូធីបាននៅតែបន្តវាយប្រហារអ៊ីស្រាអែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាត់បានព្រមានកាលពីថ្ងៃប្រហោះថាឧទាមហូធីនៅយេម៉ែននឹងទទួលរងនឹងការវាយប្រហារធ្ងន់ធ្ងរប្រសិនបើពួកគេបន្តបាញ់ប្រហារលើអ៊ីស្រាអែលលោកបាននិយាយថាកម្លាំងរបស់អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចហើយសម្រាប់បេសកកម្មណាមួយដែលអាចកើតឡើងនោះលោកក៏បានចោទប្រកាន់មេដឹកនាំអ៊ីរ៉ង់ពីបទផ្ដាល់មូលនិធិនិងផ្ដាល់អាវុធដល់ក្រុមហូធីលោកក៏បានថ្លែងថាយុគសម័យនៃក្រុមអ្នកតំណាងបានត្រូវបញ្ចប់ហើយអនៃអំពើអាក្រក់ក៏បានដួលរលំផងដែរលោកបានលើកឡើងថាទីក្រុងតេអ៊ីរ៉ង់មានការទទួលខុសត្រូវដោយផ្ទាល់ហើយបានព្រមានថាអ្វីដែលពួកលោកបានធ្វើចំពោះក្រុម Hezbollah នៅក្នុងទីក្រុងបេរុតនៃប្រទេសលីបង់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាលោកអាសាតនៅក្នុងទីក្រុងដាម៉ាស់របស់ប្រទេសស៊ីរីនិងក្រុមហូទីនៅយេម៉ែនពួកលោកនឹងធ្វើចំពោះនៅក្នុងទីក្រុងតេអ៊ីរ៉ង់ដូចគ្នាកម្លាំងហូទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែនកំពុងកំណត់គោលដៅលើអ៊ីស្រាអែលនិងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកាឆ្នាំ2023មកម្លេះដើម្បីបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនក្នុងពេលមានសង្គ្រាមអ៊ីស្រាអែលដោយឡែកងាកទៅដំណើរការនៃការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបន្ទាប់ពីមានការចរចាដោយប្រយោលជាច្រើនជុំប៉ុន្តែថ្មីៗនេះមានរបាយការណ៍អំពីការផ្សព្វផ្សាយថាអាចនឹងមានសំណើការសុំចរចាដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកពីសំណាក់អ៊ីរ៉ង់ក៏ដូចជាការជួបគ្នារវាងមេដឹកនាំរបស់ប្រទេសទាំងពីរនោះអ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីរ៉ង់ផ្ទាល់បានបដិសេធនៅរបាយការណ៍មួយនេះដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអ៊ីលបេខេកាលពីថ្ងៃពុធច្រានចោលការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការប៉ាន់ស្មាននៃសំណើដែលធ្វើឡើងដោយទីក្រុងតេអ៊ីរ៉ង់ស្ដីពីកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុង Washington លោកបានធ្វើការអត្ថាធិប្បាយទៅកាន់ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ខណៈដែលមានប្រតិកម្មចំពោះរបាយការណ៍ថ្មីៗរបស់គេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet ដែលអាចអះអាងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Sayed Abbas Araghchi បានទៅជួបបេសកជនមជ្ឈមបូព៌ារបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff ដោយស្នើសុំការចរចានុយក្លេអ៊ែរដោយផ្ទាល់ជាមួយគណៈប្រតិភូអាមេរិកដោយសារការខកចិត្តជាមួយកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសអូម៉ង់ក្នុងការបញ្ចប់ភាពខ្វែងគំនិតគ្នារវាងភាគីទាំងពីរ
លោក Backhe ក៏បានច្រានចោលការប៉ាន់ស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយដែលថាប្រធានាធិបតីអាមេរិក Donald Trump អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយក៏អាចនឹងជួបជាមួយនឹងសមាភិកីអ៊ីរ៉ង់លោក Masoud Pezeshkian ផងដែរអ្នកនាំពាក្យរូបនេះបានព័ត៌មានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិងពាក្យចចាមអារ៉ាមថាជាការប្រឌិតនឹងគ្មានមូលដ្ឋានដោយនិយាយថាព័ត៌មានថ្មីៗទាំងអស់អំពីសកម្មភាពការទូតរបស់អ៊ីរ៉ង់រួមទាំងការពិភាក្សាដោយប្រយោលជាមួយសហរដ្ឋអាមេរិកត្រូវបានទំនាក់ទំនងប្រកបដោយតម្លាភាពវិជ្ជាជីវៈនិងទាន់ពេលវេលាដោយក្រសួងការបរទេសអ៊ីរ៉ង់បញ្ហាសង្គ្រាមនៅក្នុងតំបន់កាហ្សាមិនទាន់ថមថយនៅឡើយទេខណៈដែលនៅពេលនេះអ៊ីស្រាអែលនៅតែបន្តវាយប្រហារដាក់គោលដៅទៅលើទីតាំងជាច្រើនដែលមានជនស៊ីវិលស្នាក់នៅហើយការវាយប្រហារចុងក្រោយនេះសម្រាប់មនុស្សជាង60នាក់ក៏ដូចជាបន្តបិទផ្លូវនៅក្នុងការនាំយកជំនួយចូលទៅក្នុងតំបន់កាហ្សាដែលធ្វើឲ្យភាពអត់ឃ្លានកាន់តែកើនឡើងខ្លាំងបន្ថែមទៀតការបិទផ្លូវគឺជាង2ខែទៅហើយនៃតំបន់រងការឡោមព័ទ្ធមួយនេះនឹងបន្តទម្លាក់គ្រាប់បែកដែលបណ្ដាលឲ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនិងបង្កើនល្បឿននៃភាពអត់ឃ្លានកាន់តែខ្លាំងការវាយប្រហារដោយយានដ្រូនបានកំណត់គោលដៅលើតំបន់ក្បែរភោជនីយដ្ឋានថៃនិង Palmyra នៅលើផ្លូវ Al-Wesda នៅក្នុងទីក្រុងកាហ្សាកាលពីថ្ងៃពុធមីស៊ីល2គ្រាប់ត្រូវបានបាញ់ទៅលើទីតាំង2នៅក្នុងពេលដំណើរគ្នាដែលមានចម្ងាយ100ម៉ែត្រពីគ្នាមួយគ្រាប់ប៉ះចំភោជនីយដ្ឋានមួយនិងមួយគ្រាប់ទៀតធ្លាក់លើផ្លូវប្រសពមួយសម្រាប់មនុស្សជាង10នាក់ផងដែរសេចក្តីរាយការណ៍ពីទីក្រុងកាហ្សាដោយលោក Hani Mahmoud អ្នកសារព័ត៌មានរបស់ Al Jazeera បាននិយាយថាការវាយប្រហារបានប៉ះចំកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលពលរដ្ឋប៉ាឡេស្ទីនអាចទទួលទានអាហារបានការវាយប្រហារមួយទៀតនោះគឺបានសម្លាប់មនុស្សប្រមាណ13នាក់នៅសាលារៀន Al Garama នៅក្នុងសង្កាត់ Tufa ការវាយប្រហារផ្សេងទៀតរបស់អ៊ីស្រាអែលនៅថ្ងៃពុធកន្លងទៅនេះក៏ត្រូវបានធ្វើឡើងនៅទូទាំងតំបន់កាហ្សាសម្រាប់មនុស្សជាច្រើនអ្នកនឹងរងរបួសផងដែរដោយការវាយប្រហារនោះប៉ះចំផ្ទះមួយកន្លែងនៅតំបន់ Jabalia នៅភាគខាងជើងនៃដែនដីកាហ្សាការវាយប្រហារកាន់តែខ្លាំងក្លាគូផ្សំទាំងការបិទផ្លូវដឹកជំនួយចូលពីសំណាក់អ៊ីស្រាអែលលើការផ្គត់ផ្គង់សំខាន់ចាប់តាំងពីថ្ងៃទី2ខែមីនាបណ្ដាលឲ្យខ្វះខាតខ្លាំងលើបរិក្ខារពេទ្យប្រេងឥន្ធនៈនិងអាហារដែលរួមមានទាំងម្សៅមីក្រុមជំនួយនិយាយថាការផ្គត់ផ្គង់ស្បៀងគឺជិតអស់ទាំងស្រុងហើយ